ពុកម្ដាយខ្លះគាត់ទៀមទាឲ្យកូនរបស់គាត់នឹងត្រូវតែដូចគាត់ហើយបើមិនដូចគាត់អាហ្នឹងគឺគាត់ថាកូនហ្នឹងអត់ល្អមកអាហ្នឹងបងប្អូនសាស្ដាប់រឿងនិទាននឹងមួយណាយាយម្នាក់គាត់ទូលល្អីហ្នឹងវាមានរបស់របរនំនែកទៅមានចេកទុំមួយស្និតដាក់ទៅគាត់ក៏អង្គុយដាក់ល្អីនឹងចុះគាត់ក៏អង្គុយទៅជែកគ្នាបែកដាក់ក្រោយខ្លួនតិចទៅចៃដន្យស្វាមកដណ្ដើមចេកមកយកចេកមួយស្និតហ្នឹងអោបក៏រត់ទៅឡើងដើមឈើពេលដែលឡើងដើមឈើចេកទុំវាមិនល្បេះដល់ពេលល្បេះដំបូងវាមិនតន់ជ្រុះទេណាដល់ពេលស្វានឹងឡើងទៅដល់ចុងឈើចេកមួយផ្លែវាល្បេះប៉ុន្តែចេកមួយស្និតទៀតវាមានល្បេះដែរដល់ពេលស្វានឹងវាឃើញអាចេកមួយនឹងវាល្បេះវាចាប់ប៉ុន្តែចាប់មិនតន់វាធ្លាក់វាបោះអាមួយស្និតនឹងចោលហើយវាចុះមកយកអាចេកមួយហើយដល់ពេលធ្លាក់មកដល់នេះបែកអស់ទៀតបងប្អូននេះរឿងស្វាទេដែលវាមិនចេះគិតថាអាចេកមួយស្និតនោះវាច្រើនជាងចេកមួយផ្លែប៉ុន្តែមនុស្សយើងមួយចំនួនអាចគិតដូចស្វាចឹងដែរទេណាបាទពេលខ្លះសេចក្តីល្អរបស់កូនសេចក្តីល្អរបស់ដៃគូមានច្រើនណាស់ប៉ុន្តែដោយសាររឿងខុសទាស់អាមួយផ្លែនេះមកទូមនុស្សនឹងអាមួយផ្លែហ្នឹងគាត់ក៏វត្តអាមួយស្និតចោលហើយគាត់ស្ដីបន្ទោសបងប្អូនឃើញអញ្ចឹងអានេះវាទោសឆ្ងាយណាស់អញ្ចឹងរឿងទី1គឺគួរកប់បីអប់រំចិត្តខ្លួនឯងចម្រើនមេត្តាធម៌ក្នុងចិត្តខ្លួនឯងបានច្រើនទៅនៅពេលដែលយើងចិត្តទលាយយើងមិនងាយទឹកនៅពេលដែលយើងមានការយល់ឃើញត្រូវការត្រេះរិះពិចារណាត្រូវបញ្ញារបស់យើងកើតមានណាយើងមិនចាំបាច់ទៅប្រៀបធៀបកូនហើយស្ដីបន្ទោសអញ្ចឹងយើងគួរធ្វើម៉េចខ្ញុំចែករំលែកបងប្អូនមានបទពិសោធន៍ជាច្រើនដែលបងប្អូនកូនសិស្សសិក្ខាកាមរបស់ខ្ញុំគាត់យកទៅប្រើទៅកូនគាត់ក៏ចម្រើនរុងរឿងទៅតាមនឹងដែរបាទហើយខ្ញុំក៏យករឿងហ្នឹងអនុវត្តជាមួយគ្រូសាស្ត្ររបស់ខ្ញុំដែរហើយបងប្អូនសួរថាចុះកូនលោកគ្រូតែងតែរៀនបកកែរហូតអត់ទេចុះកូនលោកគ្រូដែលលេងហ្គេមអត់លេងដូចតែគ្នាហ្នឹងបាទថ្ងៃខ្លះគាត់អូសពេលដូចតែគ្នាហ្នឹងប៉ុន្តែគ្រាន់តែថាទី1ខ្ញុំតែងតែរកពេលវេលាល្អជាមួយកូនខ្ញុំនិយាយពីរឿង setting personal goal ខ្ញុំនិយាយពីរឿងការកំណត់គោលដៅទៅថ្ងៃអនាគតរបស់កូនអញ្ចឹងអង្គុយជជែកគ្នាលេងទៅហើយមិនបាច់ទៅតាមតឹងអីពេកទេបាទមិនបាច់ទៅតាមតឹងមិនបាច់ទៅខ្លាំងក្តៅក្រហាយអីពេកទេឬក៏ផ្ទះអណ្ដែងអីពេកទេនិយាយធម្មតាបាទជជែកជាមួយកូនធំឡើងកូនឯងចង់រស់នៅក្នុងផ្ទះរបៀបកូនឯងចង់ជិះឡានអីកូនឯងចង់មានប្រាក់ខែមិនចង់មានប្រាក់ចំណូលកូនឯងចង់មានចំណេះដឹងចង់មានការអប់រំអញ្ចឹងជជែកលេងពីរឿងរ៉ាវដែលវាជាសេចក្តីប្រាថ្នារបស់ពួកគាត់ទៅថ្ងៃអនាគតកូនឯងចង់បានជីវិតល្អរបៀបម៉េចអញ្ចឹងជជែករឿងនឹងជាមួយគាត់ហើយឲ្យគាត់ទៅសេអាហ្នឹងវាជាផ្នែកមួយនៃការដែលយើងនិយាយពីការដែលគាត់រស់នៅក្នុងបច្ចុប្បន្នហើយយើងឲ្យគាត់សម្លឹងមើលទៅថ្ងៃអនាគតតើជីវិតគាត់នឹងទៅរបៀបម៉េចការអប់រំគាត់ទៅរបៀបម៉េចជីវិតរស់នៅរបៀបម៉េចសុខភាពរបៀបម៉េចការងាររបៀបម៉េចឬជីវភាពរបៀបម៉េចហើយចំណងតាក់ទងរបៀបម៉េចបទពិសោធន៍ក្នុងប្រទេសក្រៅប្រទេសរបៀបម៉េចអញ្ចឹងកាលណាដែលខ្ញុំយកអាហ្នឹងមកជំនួសណាខ្ញុំអត់ចាំបាច់ត្រូវប្រៀបធៀបកូនខ្ញុំជាមួយនឹងកូនរបស់អ្នកដទៃទេវាហើយក៏វាអត់យើងយល់ច្បាស់ថាវាអត់ចាំបាច់អីទៅត្រូវប្រៀបធៀបមែនទេបងប្អូនអញ្ចឹងនៅពេលណាដែលគាត់រៀនគាត់ដឹងថារៀនដើម្បីសម្រេចគោលដៅរបស់គាត់ហើយសួរថាចុះគាត់អាចភ្លេចអត់
mình còn click tới dương này ngày khác còn click riêng chân tay ngày khác còn ba chua chân tay ngày khác còn lên chua chân tay chẳng cho mình phía xa bọc xong thì về nay để khơi con bánh game bánh ấy để xong mà đong mà ca lấy tí tôi xong đa buồn để xong còn một click chào này một năng hẳn còn có thời ca lại lên lại là bây chua ở quá là bây con thời riêng gì này riêng khác xong có và đau để làm năng khác vàแต่យើងតឹងតែងយើងម៉ត់ចត់ជើងល្អអត់ខ្ចោះពេកកូនក៏ពិបាករស់នៅជាមួយយើងដែរហើយតែពិបាករស់នៅជាមួយយើងគេមិនត្រូវមកធាក់